សូមស្វាគមន៍ការវិទ្យាលំកាន់កម្មវិធីប្រពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយប្រធានបទសំខាន់នៅថ្ងៃនេះដែរនឹងផ្ដោតទៅលើអ្នកកាន់ប្រពុទ្ធសាសនាដោយសារតែពាក្យនេះគឺជាពាក្យធម្មតាដែរហើយប៉ុន្តែប្រហែលជាពាក្យនេះហាក់ដូចជានៅកប់ជ្រៅនៅឡើយសម្រាប់អ្នកខ្លះដែលមិនយល់មិនបានស៊ីជម្រៅថាតើអ្នកកាន់ពុទ្ធសាសនាជានរណាហើយមានទូនាទីអីខ្លះនៅក្នុងការឈ្មោះថាអ្នកកាន់នោះហើយប្រធានបទនៅថ្ងៃនេះដែរដោយមានការនិមន្តចូលរួមពីសំណាក់ប្រគុណម្ចាស់ខេមចារោយុហុតព្រះអង្គបានចំណាយពេលមានតម្លៃរបស់ព្រះអង្គទៀតហើយក្នុងការនិមន្តចូលរួមធ្វើជាវគ្គគ្មិនក្នុងការពិភាក្សាក៏ដូចជាជជែកវែកញែកក្នុងការដោះស្រាយទៅលើបញ្ហាប្រធានបទខាងលើអញ្ចឹងដោយអនុលោមតាមពេលវេលាខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណម្ចាស់គណៈប្រធានបទដូចខ្ញុំគណៈបានរៀបរាប់អមិញហ្នឹងថាអ្នកកាន់ព្រះពុទ្ធសាសនាគណៈចំប្រគុណម្ចាស់រំគាសេចក្តីបន្តិចពាក់ព័ន្ធទៅលើអ្នកកាន់ថាតើពាក្យនេះយើងស្ដាប់មើលទៅហាក់ដូចជាធម្មតាមិនចឹងគុណម្ចាស់ប៉ុន្តែបើយើងពិនិត្យពិច័យឲ្យស៊ីជម្រៅទៅឃើញថាមិនធម្មតាទៅវិញតើមានន័យមែនទេគុណម្ចាស់ណាជាងសូមរដ្ឋាភិបាលណាសូមចម្រើនពរពាក្យយើងនិយាយទូទៅជាធម្មតាគ្រប់គ្នាគឺថាខ្ញុំកាន់ព្រះពុទ្ធសាសនាជាពិសេសសម្រាប់ញាតិញោមបងប្អូនខ្មែរភាគច្រើនលើសលប់ខ្ញុំកាន់ព្រះពុទ្ធសាសនាខ្ញុំកាន់ពុទ្ធសាសនានឹងមានន័យថាខ្ញុំយកគុណបរតនត្រ័យណាយកបរតនត្រ័យជាទីពឹងទីរលឹកជាគ្រូជាអាចារ្យជាមគ្គុទ្ទេសក៍របស់យើងបងប្អូនបរតនត្រ័យគឺព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈនេះហៅថាព្រះត្រៃរតន៍ណាកែវទាំង3គឺរបស់ឬវត្ថុដែលខ្ពង់ខ្ពស់ឧត្តមឧត្តមណាលើសគេបងប្អូនហើយយើងទុកជាទីពឹងទីរលឹកជាមគ្គុទ្ទេសក៍របស់យើងបងប្អូននឹងផ្នែកមួយណាទស្សនវិជ្ជាមួយនៃអ្នកកាន់ពុទ្ធសាសនានោះបងប្អូនហើយយើងរៀនឲ្យដឹងអំពីអវាទពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូបងប្អូនដែលហៅថាព្រះធម៌នោះណាជាអវាទរបស់ព្រះអង្គយើងរៀនឲ្យដឹងឲ្យបានដឹងមួយចំនួនទៅគួរសមទៅដើម្បីបានទៅជាគតិបានទៅជាពន្លឺបំភ្លឺផ្លូវនៃជីវិតនៃការប្រតិបត្តិនៃការរស់នៅរបស់យើងណាបងប្អូនហើយយើងមានព្រះសង្ឃមួយទៀតណាជាសាវកលោកក៏ខំប្រឹងប្រតិបត្តិខំប្រឹងរៀនណាបប្រតិបត្តិហើយបានទៅជាគ្រូអាចារ្យណារបស់ពុទ្ធបរិស័ទណាជួយពុទ្ធបរិស័ទជួយទេសនាបញ្យលបំភ្លឺនៅព្រះធម៌បងប្អូនអញ្ចឹងយើងមានការនឹកដល់គុណប្រតនត្រ័យមានការរៀនណាបងប្អូននឹងបប្រតិបត្តិតាមគន្លងធម៌នឹងឲ្យហៅថាអ្នកកាន់ព្រះពុទ្ធសាសនាបងប្អូនគុណម្ចាស់បានលើកឡើងខាងដើមមិញថាដើម្បីคลายខ្លួនទៅជាអ្នកកាន់ព្រះពុទ្ធសាសនាគឺគោលសំខាន់គឺត្រូវយកប្រតនត្រ័យជាទីពឹងមានន័យថាព្រះពុទ្ធព្រះធម៌ព្រះសង្ឃនោះឯងជាប្រតនត្រ័យព្រះសង្ឃនេះក្នុងបរតនត្រ័យបងប្អូនបើនិយាយដោយសុក្រិតគឺសំដៅយកអរិយសង្ឃព្រះសង្ឃជាន់ខ្ពស់បងប្អូននឹងបានរាប់ចូលក្នុងរតនៈទាំង3នោះណាបងប្អូនព្រះសង្ឃដោយសន្មតព្រះសង្ឃធម្មតាដែលទៅបួសក្តីណាឬក៏ថាទៅបានសិក្សាបប្រតិបត្តិតិចតួចមិនទាន់រាប់ចូលទេមិនរាប់ចូលក្នុងសង្ឃរតនៈនោះទេបងប្អូនសំដៅដល់អរិយសង្ឃណាបងប្អូនព្រះសង្ឃជាន់ខ្ពស់ដែលលោកបានសម្រេចមគ្គផលណាបងប្អូនអញ្ចឹងសូមយល់តាមទំនងនឹងផងបងប្អូនប៉ុន្តែជាន័យទូទៅសង្ឃៈនោះសំដៅយកសង្ឃទាំងអស់ទាំងអរិយសង្ឃទាំងសមត្ថសង្ឃណាបងប្អូនប៉ុន្តែបើនិយាយពីរឿងព្រះរតនត្រ័យកែវទាំង3សង្ឃរតនៈនោះសំដៅយកព្រះអរិយសង្ឃបងប្អូនជាកម្រិតប្រសង្ឃឈានដល់កម្រិតខ្ពស់មួយផ្សេងទៀតពីសមត្ថសង្ឃមិនចឹងកុំចាស់យើងហៅអរិយសង្ឃតាមពិតអរិយបុគ្គលណាតាំងពីព្រះសង្ឃក្តីក្រហមក្តី
ได้บานสำไรตั้งปีสาวตาปฏิเมะเตอร์ระหดดอลอะไรอย่าพอมาพอสาวตาสักติยกีอนาเกียนั่งอรหัตนะมาพอขนาดนั่งเปียปอนจุดพูเนี่ยกันจุดดอลไลเนี่ยรอบอ่านพระพุทธศาสนาเองแต่ในยังไม่กลมจักหรือเวียงเนี่ยกันหนึ่งเนี่ยรอบอ่านพุทธศาสนารอบอ่านทำไมเด็กก่อนแต่สลายนะก่อนแต่เมียนเจ็ดตัวต้นสมานในเจ็ดตัวโรคไอ้จังเตอร์นะมาพอมันตอนเชื่อมันตอนได้ขาดขนมคุณปรัตนาไตรมันตอนช่วยเจ้าแต่เลือกำพอลนะมาพอไอ้เนื้อเมียนจุ่มเนื้อขนมเรื่องไอ้แดนมันกู้นะเชี่ยมงคลพยาบาลหรือก็ทายเชี่ยไว้ได้มันสอบตามฉบับไฮพ่อฉบับกำพอลนู่นมาเรื่องเราได้กลมจักโดยกลมจักบานเลือกทางดำมันเนี่ยถ้าเตรียมตีเอายืนนั่งสกอลปีปรัตนาไตรแต่งใบโดยกลมจักบานเลือกจังดำใบเอากิสกอลบ้านเธอจะไม่กลมจักดำใบสกอลโปรธรรมนากันนายยืนน่ะการเวทตัวปฏิบัติห้องมันเป็นเรียนแต่เชี่ยอะไรกันนะตรึกได้ดิจังตรมมาโซตรมมาทาตามนั่งมีนชมัวดอนในการได้กลมจักตรมมาทาตามลูกโดยทาตะสมเซลจะนั้นโซตามจะนั้นนะหรือก็ดังแต่ตรึกได้จะนั้นปัญหาขวากการปฏิบัติแต่เอาชมัวทานจินตนาการอ่อนกลมจักไม่ถ้าดำไปสกอลจะเรียนมาเดินเรียนดำไปสกอลเรียนตั้งสกอลปีประวัติพุทธศาสนาคราได้ถ้าตาเนี่ยหน้าบุคคลนะได้บานปฏิบัติก่อสร้างสันสมบรมีให้บานตรัสดังสัมมาสัมพุทธิเนียนตัวเชื่อประพุทธนุพระสัมมาสัมพุทธนุตรัสดังประวัตินั่งอย่างเขาได้โดยสงครามได้นะมาพอคลำซาไอ้พระองค์เชื่อบุคคลเมียนปัจจุบันนั้นมาบอกขนมประวัติเมียนประชีวเพียบเมียนการพิสูจน์ไอ้เซ็งปีเจ็ดมนก็ได้ปีเจ็ดจงกรอยบอกออกก็ได้ไอ้ดังคลาดเด้อปีกำนาระบอบพระองค์ปีครัวซาพระองค์ปีการเรียนโซดปะเดบัตการแสบกุ๊กแต่การก่อสร้างนะสมัยเราทอไอ้จังนะมาบอกดังคลาดจังเตอจะการเมียนประโยชน์สำคัญเราน่าเชื่อประพุทธโดยให้เธอศึกษาปีประท่อได้พระองค์บานตรัสดังน้องมาบอกน่าให้ได้หาทางเอาว่าเปรียบเทียนประดาระบอบพระองค์ดังได้โกลสำคัญดังมาบอกโดยให้ยอเตอร์ปฏิบัติเตียมาบอกยอเตอร์พิสูจน์โครงชีวิตนะมาบอกออกมาโลกเมียภาษาเหมือนทาเซลปรัมการนายยังเตอร์ทาตามประสงค์ยังไอ้เดียท้ายยืดตัวสมเสรอารัธเนียสมเสรให้ทาตามพระองค์สิขาบทมวยนึ่งนั่งให้ทาสมเสรสมเอาลูกปรับเอาลูกปัญญามาบอกอมปีสิขาบทอมปีใส่ละท้อได้เติมปฏิบัติเติมรวดหนึ่งเฉียวมวยมาบอกเฉียนนิจกาเราที่เขาทานนิจเสรนักเสรปรำนั่งตัวเราโยเติมปฏิบัติโยเติมรวดหนึ่งเฉียวมวยโยเติมปีสาวក្នុងជីវិតជាក់ស្ដែងគ្រប់ពេលវេលាគ្រប់ទិសទីក្នុងការងារគ្រប់ចម្ពោះមកបងហ្នឹងហើយហៅថាបដិបត្តិណាមកបងមិនមែនគ្រាន់តែសុំហើយមកដល់ផ្ទះភ្លេចសិលនោះទេអញ្ចឹងត្រូវយកមកទុកទេនឹងគាត់ហៅថាសុំទេបើដល់ការបដិបត្តិឬហៅថាសមាទានពាក្យថាសមាទាននោះសំដៅយកការបដិបត្តិមកបងយកទៅអនុវត្តជាក់ស្ដែងមកបងយកទៅពិសោធន៍ហើយឃើញផលជាក់ស្ដែងដែលកើតចេញមកពីការពិសោធន៍ហ្នឹងមកបងតែយើងរស់នៅតាមគន្លងសីលធម៌ហ្នឹងវាបានផលអីមកបងផ្ដល់ជាសុខជាចម្រើនជាសន្តិភាពជាសាមគ្គីណាជីវិតសុខសាន្តទាំងក្នុងខ្លួនយើងក្នុងគ្រួសារក្នុងសហគមន៍ក្នុងសង្គមជាតិទាំងមូលអញ្ចឹងមកបងហ្នឹងហើយយើងពិសោធន៍តាមទ្រឹស្ដីហ្នឹងហើយឃើញផលជាក់ស្ដែងមែនមកបងអញ្ចឹងការទៅប្រតិបត្តិពិបាកទេគុំចាស់ក្នុងការធ្វើឲ្យទៅជាប្រចាំដែលពាក្យបច្ចេកទេសពុទ្ធសាសនាលោកប្រើពាក្យថានិច្ចសិលជាប្រចាំថ្ងៃពិបាកគុំចាស់តាមពិតថាពិបាកក៏បានថាមិនពិបាកអីទេគឺថាវាស្រេចហើយទៅនឹងការតាំងចិត្តមកបងណាការឋិតឋានចិត្តរបស់យើងសទ្ធារបស់យើងយើងស្រឡាញ់យើងពេញចិត្តយើងឃើញថាល្អយើងយកទៅពិសោធន៍យកទៅរស់នៅជាមួយបងប្អូនហើយដើម្បីឲ្យយើងរស់នៅជាមួយធម៌បានគ្រប់ពេលគ្រប់ទីកន្លែងយើងត្រូវបដោះឲ្យមានសតិសម្បជញ្ញៈរឿងនេះជារឿងធំណាស់ចាំយើងនិយាយរឿងនឹងមួយដោយឡែកណាបងប្អូនពីរឿងសតិហ្នឹងឲ្យយើងភ្ញាក់រលឹកដឹងខ្លួន
ណាមានយោនិសោមនសិការៈណាបងប្អូនណាហ្នឹងហើយឲ្យដឹងខ្លួនគ្រប់ពេលវេលាគ្រប់ការងារទាំងកាយទាំងវិចារទាំងចិត្តណាដល់យើងដឹងខ្លួនបានយើងគ្រប់គ្រងខ្លួនយើងគ្រប់គ្រងចិត្តរបស់យើងគ្រប់គ្រងសម្ដីរបស់យើងគ្រប់គ្រងអំពើរបស់យើងមនុស្សនឹងបានទៅជាម្ចាស់នៃខ្លួនឯងជាម្ចាស់នៃជោគវាសនារបស់ខ្លួនបងប្អូនគណៈចឹងអរគុណគុំចាស់ដោយសារពេលវេលាមានកំណត់អស់ទៅហើយគុំចាស់គណៈនេះខ្ញុំគណៈសូមអរគុណសូមគោរពលាសូមស្វាគមន៍ការវិលត្រឡប់មកកាន់កម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយប្រធានបទនៅថ្ងៃនេះតពីកាលពីថ្ងៃមុនដោយសារកាលថ្ងៃមុនគុណម្ចាស់ព្រះអង្គបានលើករួចទៅហើយអំពីអ្នកកាន់ព្រះពុទ្ធសាសនាហើយអ្វីដែលចម្លែកនិងប្លែកមួយទៀតនោះគឺថ្ងៃនេះប្រធានបទរបស់យើងនឹងផ្ដោតជាសំខាន់ទៅលើការប្រតិបត្តិវិញម្ដងដោយសារតែការពីវគ្គថ្ងៃមុននោះមិនបានសម្ដែងឲ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងការប្រតិបត្តិយ៉ាងម៉េចទេព្រោះពុទ្ធសាសនាឲ្យតម្លៃប្រតិបត្តិជាងការលើកឡើងត្រឹមតែមួយទ្រឹស្ដីព្រោះថាពុទ្ធសាសនាគឺជាមាគ៌ាជីវិតគឺជារបៀបរបបរស់នៅសាមញ្ញធម្មតាមិនពិបាកក្នុងការយកទៅប្រតិបត្តិទេព្រោះជារឿងធម្មតាដែលហៅថាបច្ចេកសព្ទក្នុងពុទ្ធសាសនាលោកប្រើពាក្យថាធម្មៈគឺជារឿងធម្មតាងាយនៅក្នុងជីវិតប៉ុន្តែបើសិនបើយើងមិនបានសិក្សាបានស៊ីជម្រៅយើងមើលទៅហាក់បីដូចជាលំបាកតលតែមែនទេអញ្ចឹងដើម្បីបន្សាត់បងនៅមន្ទិលសៅមងក្នុងការឆ្ងល់អំពីបញ្ហានេះថ្ងៃនេះយើងមានកិត្តិយសយ៉ាងធំទៀតហើយដល់បានប្រគុណម្ចាស់យហុតខេមចារោបងគឺជាវាគ្មិនមិនមែនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេលើឆាកអន្តរជាតិក៏គេទទួលស្គាល់ផងដែរបងគង់នៅវត្តលង្កាកុសុមារាមនារាជធានីភ្នំពេញរបស់យើងនេះខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណម្ចាស់ដោយប្រគុណម្ចាស់បានចំណាយពេលសារជាថ្មីទៀតហើយក្នុងការជួបជាមួយនៅទីព្រះពុទ្ធសាសនាថ្ងៃនេះរវាងខ្ញុំកណាខ្ញុំបាទជាមួយគុណម្ចាស់ប្រធានបទថ្ងៃនេះពាក់ព័ន្ធទៅលើប្រតិបត្តិគុណម្ចាស់កាលពីអាទិត្យមុនគុណម្ចាស់បានលើកឡើងថានិច្ចៈនឹងគឺជាភាពទៀងទាត់ហៅថានិច្ចសិលគឺការប្រតិបត្តិជាមាគ៌ារបស់ជីវិតប្រចាំថ្ងៃដែលអ្នកប្រាជ្ញក្នុងលោកតែងឲ្យតម្លៃថាធ្វើយ៉ាងម៉េចប្រចាំថ្ងៃដោយគុណម្ចាស់បានលើកហើយថាមានបញ្ចសិលពូលគឺសិល5ដែលយើងនិយាយងាយស្ដាប់ទៅគឺថាឆ្នាំ5គ្រាប់តែបងគុណម្ចាស់អញ្ចឹងដើម្បីឲ្យកែជំងឺមានន័យថាឲ្យបានសះជាពីជំងឺក្នុងខ្លួនយើងដែលកំពុងតែមានបញ្ហាគុំចាស់ថាតើថ្នាំគេត្រូវលេបជាប្រចាំឬក៏តលតែឈឺបានលេបឬយ៉ាងម៉េចគុំចាស់សូមរដ្ឋនាគុំចាស់បណ្ណានៃព្រះពុទ្ធសាសនាសម្ដែងអំពីការរកឃើញណារបស់ព្រះបរមគ្រូសម្មាសម្ពុទ្ធសេចក្តីពិតដ៏ប្រសើរ4យ៉ាងគឺទុក្ខអរិយសច្ចៈសេចក្តីពិតដ៏ប្រសើរអំពីទុក្ខថាតើអ្វីជាទុក្ខទី2គឺសមុទយៈអរិយសច្ចៈសេចក្តីពិតដ៏ប្រសើរអំពីហេតុនៃទុក្ខទី3និរោធៈអរិយសច្ចៈសេចក្តីពិតដ៏ប្រសើរអំពីការរំលត់ទុក្ខហើយនឹងទី4ទុក្ខនិរោធៈគិមិនីបដិបទាអរិយសច្ចៈសេចក្តីពិតដ៏ប្រសើរអំពីផ្លូវបប្រតិបត្តិដើម្បីឲ្យបានទៅដល់ការរំលត់ទុក្ខនោះបងប្អូនអញ្ចឹងទី4នេះផ្លូវបប្រតិបត្តិនឹងមគ្គនាមអរិយសច្ចៈសេចក្តីពិតដ៏ប្រសើរអំពីផ្លូវបប្រតិបត្តិអំពីរបៀបរស់នៅបងប្អូនកសាងជីវិតណាឬថាបំពេញមុខងារការងារអីទាំងអស់តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យបានសុខណាដើម្បីបានចម្រើនសេរីសួស្តីជាយមង្គល
ហើយនឹងដើម្បីរំដោះខ្លួនឲ្យរួចចាកពីសេចក្តីទុក្ខគ្រប់យ៉ាងបានទៀតបងប្អូនដល់បានបរមសុខនោះបងប្អូនគឺទៅតាមអរិយមគ្គនឹងផ្លូវដ៏ប្រសើរនឹងហើយមានអង្គ8ណាបងប្អូនគឺអដ្ឋង្គិកមគ្គផ្លូវប្រកបដោយអង្គ8សមាទិដ្ឋិការយល់ត្រូវសមាសង្កបៈត្រេះរិះត្រូវសមាវាចាសម្ដីត្រូវសមាកម្មន្តៈការងារត្រូវសមាជីវៈអាជីពគឺរបរចិញ្ចឹមជីវិតត្រូវសមាវាយាមៈព្យាយាមត្រូវសមាសតិរលឹកត្រូវនិងសមាសមាធិគឺការតម្កល់ចិត្តត្រូវបងប្អូនហ្នឹងអញ្ចឹង8ណាជារបៀបរស់នៅជាកម្មវិធីសម្រាប់ជីវិតណាទាំងមូលសម្រាប់ជីវិតនៅពុទ្ធសាសនាប្រាប់កម្មវិធីសម្រាប់ជីវិតតែ8ម៉ាត់ហ្នឹង8ពាក្យហ្នឹងបងប្អូនប៉ុន្តែគ្រប់ដណ្ដប់ណាប៉ះពាល់ទៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្សគ្រប់វិស័យទាំងអស់បងប្អូនហើយសង្ខេបមកនៅត្រឹម8ម៉ាត់ហ្នឹងបងប្អូនអញ្ចឹងនេះបងប្អូនយើងឃើញថាពុទ្ធសាសនានឹងប្រាប់អំពីរបៀបរស់នៅដោយលោកមានប្រសាសន៍មិញហើយ8ម៉ាត់ហ្នឹងចែកមកជាក្រុមទៅជាសិលសមាធិបញ្ញាហើយលោកមានលើកពីសិល5បំបីមិញនេះហើយជាផ្នែកមួយនៃអដ្ឋង្គិកមគ្គនឹងនៃរបៀបរស់នៅនឹងសិលសីលធម៌នឹងគឺថាជាឱសថបងប្អូនជាវិន័យជារបៀបរស់នៅសម្រាប់តម្រែតម្រង់កាយវិការរបស់យើងនៅខាងផ្នែកសិលបងប្អូនណាឲ្យរស់នៅក្នុងផ្លូវត្រូវផ្លូវល្អក្នុងមេត្តាករុណាក្នុងបញ្ញាបងប្អូនសន្តិភាពដើម្បីឲ្យមានជីវិតសន្តិភាពទាំងយើងសន្តិភាពទាំងអ្នកដទៃសន្តិភាពទាំងកាយទាំងវិចារទាំងចិត្តបងប្អូនអញ្ចឹងសុខសប្បាយណាបងប្អូននឹងយើងរក្សាសិលណាយ៉ាងហោចណាស់សិល5នឹងដែរបងប្អូនហើយសិលធម៌នោះសម្រាប់រស់នៅជាមួយបងប្អូនក្នុងការងារទាំងអស់ណាក្នុងជីវិតធម្មតាក្នុងគ្រួសារក្នុងការបំពេញមុខងារណាវិជ្ជាជីវៈរបស់អីទាំងអស់យើងរស់នៅជាមួយនឹងសិលជាផ្នែកមួយនៃជីវិតរបស់យើងមិនមែនថាយើងរស់នៅដោយឡែកហើយទៅកាន់សាសនាដោយឡែកនោះទេបងប្អូនយើងរស់នៅផ្ទះយើងនៅផ្សារនៅអីការិយាល័យធ្វើការនោះដោយឡែករឿងមួយផ្សេងហើយដល់ទៅវត្តដល់ចាំដល់ទៅវត្តឬពេលធ្វើបុណ្យទានអីបានហៅថាធ្វើបុណ្យនោះទេបានហៅថាកាន់សាសនានោះទេបងប្អូនតាមពិតរឿងនឹងវាតែមួយនឹងទៅជាមួយគ្នាទាំងអស់បងប្អូនយើងត្រូវយល់ថាសូម្បីក្នុងរឿងនយោបាយក៏ដោយណារឿងសេដ្ឋកិច្ចរឿងបង្កើតផលណាគ្រប់ផ្នែកទាំងអស់ក៏មានសីលធម៌ទៅជាមួយនឹងបងប្អូននៅសូមស្ដាប់ឲ្យបានអញ្ចឹងនឹងហើយហៅថាកាន់សាសនាបងប្អូនមិនមែនរឿងដោយឡែកទេបងប្អូនមិនមែនថាកាន់សាសនាដោយឡែកទៅធ្វើនយោបាយដោយឡែកទេបងប្អូនណាទៅធ្វើសេដ្ឋកិច្ចដោយឡែកណាទៅដឹកនាំអីកិច្ចការសង្គមអីណែដោយឡែកប្រកបរបរចិញ្ចឹមជីវិតណាវិជ្ជាជីវៈអីទាំងអស់ដោយឡែកនោះទេបងប្អូនរឿងនោះទៅជាមួយគ្នាបើចង់ឲ្យការងារទាំងអស់របស់យើងនឹងផ្ដល់មកនៅផលល្អសេចក្តីសុខសេចក្តីចម្រើនសន្តិភាពសុខដុមរមនាណារឿងអីទាំងអស់នោះពិតប្រកបយូរអង្វែងទល់តែទាំងអស់នោះមានសីលធម៌ទៅជាមួយនិយាយម្យ៉ាងទៀតមកបងទៅបូករួមជាមួយនឹងជីវិតគ្រួសារជីវិតសហគមន៍ជីវិតនយោបាយសេដ្ឋកិច្ចនេះបង្កើតផលអីទាំងអស់នោះត្រូវប្រកបដោយសីលធម៌ត្រូវមានមេត្តាករុណាគឺមជ្ឈមបដិបទានឹងឯងផ្លូវកណ្ដាលនឹងទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតមកបងកណាគុណម្ចាស់បានលើកមិញថាចំណុចសំខាន់គឺមានថ្នាំ8គ្រាប់ឧទាហរណ៍គុណម្ចាស់ងាយមានថ្នាំ8គ្រាប់ចំណុចធ្វើខ្ញុំនៅឃើញទស្សនវិទូល្បីរបស់ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Bertrand Russell គាត់បានសរសើរដល់ពុទ្ធអវាទសម្បើមគុណម្ចាស់គាត់បានលើកឡើងចេះគាត់ថាពុទ្ធជាម្ចាស់គាត់ថាវាងវៃមែនតើចេះប្រើពាក្យតែ8ម៉ាត់ណាអញ្ចឹងណាអាចដឹកនាំជីវិតនៅក្នុងមនុស្សលោកដែលយើងអាចមើលឃើញអញ្ចឹងពាក់ព័ន្ធរឿងដោយឧបមាដោយលើកខាងដើមមិញក្នុងការបានលើកមិញថាជាថ្នាំអញ្ចឹងឧបមាថាឥឡូវយើងត្រូវការកែរោគត្រូវការដោះស្រាយចំពោះមានបញ្ហានៅក្នុងខ្លួនគុំចាស់ចុះបើយើងមានតែថ្នាំយកមកដេកអោបថ្នាំគុំចាស់ហើយយើងអត់ព្រមលេបហើយតើបានផលឬយ៉ាងម៉េចគុំចាស់រឿងនឹងប៉ុណ្ណាមើលបងរឿងនឹងប៉ុណ្ណាយើងត្រូវការឱសថពីព្រោះយើងមានរោគយើងមានបញ្ហា
dương miền sự đấy chúc van rộng năm nữaศาสนา miền bị pro dương miền bành hà nước anh pro dương miền chúc và mình miền bành hà dương ở trời cảศาสนาthôi ấy thì mà nó bất bậc con chẳng tới mà bộ nè dương trời cả hai bà ông sa ma sam bút bà ông tròn rô khơi phơiปฏิบัติrô khơi ở sốt chấp nước mà bộ phơiปฏิบัติở sốtเราจำใจเราเอาอัดช่อให้เชียบาโรคต่างอ้อบ้านมาบอกกรุ๊ปเนี่ยต่างอ้อเชียต่างอ้อรบดอปัญหากรุ๊ปยางบ้านต่างอ้อเอารู้จักสิ่งใดตกกรุ๊ปยางบ้านต่างอ้อเอาแต่ปราปราชนำนึ่งเอาสดนึ่งบ้านจำใจเตียงทอดมาบอกเอากรุ๊ปจมนุ่นมาบอกให้เอาสดแต่แบบใบกรอบนึ่งใจปราปราดำน้าขณีนึ่งดำใบเอาเมียประสิทธิภาพเอาบานพอละอ๋อบานเชียร์สบายรูเมนเทนมาพอเติมปลาแต่งปรำใบกรอบนึงให้ได้มาเยี่ยจะกรอบว่ามีใบคือสารสมาธิปัญญายี่ปีเชียร์ดีมวยทิศหาเตียนสารเพียววันนี้คือมีการอบรมแต่งเพลย์กายเพลย์วิจารเพลย์จัดมาพอนะมีแต่งvừa tiên đấy miền cả đã sản xuất miền cả chậm rãi phiêuวันนี้เอาไปลงเพลย์จัดมาพอเอาการปราชญาแต่อ่อนเนื้อให้หาท้ารวนเนื้อตามคนลงท่อรวนเนื้อตามเพลย์ก่อนได้มาพอรวนเนื้อขนมเมียเกียนในชีวิตดอลล์อัดชอบขนมชีวิตสันติภาพให้บานเคยพ่อบานเคยลาตพอลอานิสังบนนั่นได้เยอะหาถ้าบนอานิสังนั่นเจ้าแสดงเอาแต่มีการปฏิบัติโดยตรงตรงมาบอกขนมชีวิตนั่งเลี้ยงนั่งมาก็นะการวิธีหนึ่งเวลตลอดมาจูบุคคลมาจ้าเอาลูกลุสเรนีในขยะตามปีนมองระดับขณะนี้ชมประกาศนาชมบาทซูมกุลซูมกรุบเลียบางส่วนสมาคมขณะการตลอดมากันการวิธีพระพุทธศาสนาทางไงดีไซน์เจียทำไมนอนเตียระเบียงชาวบ้านจมวยหนึ่งประกุลมาจักยูฮุดเคมาจาเราโดยประมาณจำนายเป็นเมียนทำลายเดินให้เป็นเทนบอสสำคัญในทางไงนี้ประดาวตะเลการศึกษาพระพุทธศาสนาถ้าตั้งมูลให้ดับไว้เมียนทำลายอย่างโดยมันได้คลาบานปอบแบบบล็อกก็โดยเจียปัญญาจุนระบายยังแต่งจำนวนอย่างเมียนการศึกษาแต่การศึกษานี่เปิดเจียแผนตีในการนอมตรการปฏิบัติเมื่อที่ขนมวิสัยพระพุทธศาสนาจังดำไปบรรษัทบองหรือเพียบจมงอลเนี่ยปรึกนี่ชมกันนะชมบาสูมรัตเนียเป็นคนมาจ้าเอาลูกตามลานจมเงินเป็นคนมาจ้าอยู่ฮุดได้ชีวิตขึ้นมาระหว่างยืนชีพบรรทอนในทางในนี้มาแทนเทียดเปะปอนตะเลการดอสไลปีปัญหานี่จังชมกันนะสูมกราบไฟมาคุมชุบพูคุณมาจ้าโดยบุคคลจ้าบ้านจำนายเปซาเจียทเมมลองติดให้นองการในมณฑลรวมนองการดอสไลโดยเจียในปัญหาจมงอลเปะปอนตะเลการปฏิบัติการเรียนสูตรโดยเปียวิจัยกิจของพุทธศาสนาหรือปราเปียธาปริยัติปฏินี้ดำไปเอาเงียสดับดอลไปเจียปรอดโดยเจียพุทธเมมิกะเราบอกยังการซีจำเริญยูลเตนุทำมูลเหตุไว้กลุ่มจ้าบ้านเจียเตียงพระพุทธศาสนาเตียงปัญญาวรก็โดยเจียปุบแบบเราบอกยังแต่จำรุ่นยังมีการศึกษาเจียปฐมสันมูลหนึ่งเชียนต่อการปฏิบัติจังขนมกระจองให้คุณมาจ้ารุมกี้แสดงติดท่าพอไปย้อยในการเรียนโซนนั้นเบียบรอไซคลาคุณจ้าดอยยืนในเรียนนะจังสมรัตเนียรันปอตามประเพณีนงประเพณีพุทธศาสนาอย่างนั้นเมียนสมได้นำปีทอใบคือปริยัติทอปะเดปฏิทอให้นั่งปะเดเวททอมา
បរិយ័តនេះសំដៅយកការរៀនទ្រឹស្ដីណាមករៀនឲ្យដឹងអំពីធម៌វិន័យទាំងអស់ហ្នឹងបងប្អូនក្នុងគម្ពីរពុទ្ធសាសនាដូចជាគម្ពីរបត្រៃបិដកជាដើមបងប្អូននិងអត្ថកថាស្ដីបញ្យលអីផ្សេងទៀតណាទាំងរបស់បណ្ឌិតអ្នកប្រាជ្ញគ្រប់សម័យហ្នឹងបងប្អូននឹងរាប់ចូលក្នុងបរិយ័តធម៌រៀនជាមួយលោកគ្រូជាមួយអាចារ្យរៀនស្ដាប់ណារៀនកត់ត្រាស្រាវជ្រាវណាបងប្អូនទាំងអស់ហ្នឹងនៅក្នុងបរិយ័តធម៌ក្នុងសុតាមយៈបញ្ញាចិន្តាមយៈបញ្ញាគឺថាស្ដាប់ពីគ្រូស្ដាប់ពីអាចារ្យស្ដាប់ពីធម្មកថាហើយនឹងគិតត្រេះរិះពិចារណាខ្លួនឯងនឹងឲ្យបានច្រើនទូលំទូលាយទៅនឹងជាមូលដ្ឋាននៃការរស់នៅណាបងប្អូននៃការបដិបត្តិរបស់យើងត្រូវការទ្រឹស្ដីមួយចំនួនត្រូវការទ្រឹស្ដីខ្លះដែលបណ្ឌិតដែលអ្នកប្រាជ្ញហើយជាពិសេសព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គបានត្រាស់ដឹងព្រះអង្គបានរកឃើញមុនយើងបើយើងរៀបរកតែម្នាក់ឯងដោយស្មានទាំងងឹតងល់នោះវងវិញវងវាន់ច្រើនណាស់វាច្រឡំច្រើនណាស់មកទៅណាបងប្អូនយើងមានសំណាងហើយបានព្រះធម៌នឹងជាពន្លឺព្រះធម៌ជាពុទ្ធិកានឹងបងប្អូនជាពាក្យព្រានបដៅរបស់ព្រះអង្គការរកឃើញការត្រាស់ដឹងនៅអរិយសច្ចៈនៅសេចក្តីពិតដល់ខ្ពង់ខ្ពស់នឹងព្រះអង្គរកឃើញហើយព្រះអង្គបានប្រាប់យើងអំពីការត្រាស់ដឹងរបស់ព្រះអង្គហើយណែនាំយើងឲ្យពិសោធន៍ណាឲ្យសិក្សាហើយឲ្យយកទៅពិសោធន៍ណាពិសោធន៍សិក្សាគឺបរិយ័តិដល់ពិសោធន៍គឺបដិបត្តិណាបងប្អូនអញ្ចឹងវាមានការចាំបាច់ដើម្បីយើងបដិបត្តិឲ្យបានល្អកុំឲ្យវង្វេងវង្វាន់ជ្រុលជ្រោះច្រើនពេកបរោតឯងពីទទេសោះនោះបងប្អូនណាយើងត្រូវទទួលយកនៅអត្ថប្រយោជន៍នៃព្រះពុទ្ធដីកានៃពធទេសនារបស់ព្រះអង្គដែលមានស្រាប់មកហើយមកដល់យើងសពថ្ងៃនេះយើងរៀនទៅពិចារណាទៅប៉ុន្តែគ្រាន់តែរៀនទៅស្ដីទៅទេហើយគ្រាន់តែគិតទៅទេមិនយកទៅបដិបត្តិមិនយកទៅពិសោធន៍នៅតែយកជាការមិនតាន់បានមកបងហើយធ្វើម៉េចគុំចាស់ដើម្បីយកជាសាច់ការយកទៅពិសោធន៍បានគេតែយកទៅរស់នៅជាមួយហើយទៅទៀងផ្ទាត់មើលតាមរយៈការពិសោធន៍ជាក់ស្ដែងហ្នឹងអំពើនេះការងារបែបនេះតាមរបៀបនេះប្រើមធ្យោបាយអញ្ចឹងវាឲ្យលទ្ធផលយ៉ាងម៉េចមកផងលទ្ធផលជាក់ស្ដែងមកតែជាសុខជាចម្រើនឬក៏ជាទុក្ខជាវិនិច្ឆ័យជាអន្តរាយជាសាមគ្គីឬក៏ជាការបែកបាក់គ្នាមកផងជាជីវិតសន្តិភាពឬក៏ជាជីវិតមានហិង្សាអីចឹងមកផងអញ្ចឹងតែថាពិសោធន៍ទៅយើងនឹងឃើញផលជាក់ស្ដែងពុទ្ធសាសនាមិនបង្រៀនយើងឲ្យគ្រាន់តែជឿទាំងងឹតងល់ទេណាឲ្យជឿតាមតែកពីជឿតាមតែលោកគ្រូតាមអាចារ្យណាទេសនាទេបងប្អូនតាមការសម័យនឹកឃើញអីទេប៉ុន្តែត្រូវយកការពិសោធន៍ជាក់ស្ដែងនឹងការបដិបត្តិជាក់ស្ដែងក្នុងជីវិតនឹងបងប្អូនក្នុងការងារគ្រប់ចម្ពោះនឹងហើយផ្ទៀងផ្ទាត់ទ្រឹស្ដីទាំងអស់នឹងតាមរយៈការឃើញផលជាក់ស្ដែងណានៃការអនុវត្តទ្រឹស្ដីនឹងបងប្អូនយ៉ាងណាយើងទទួលស្គាល់យ៉ាងនោះណាជាល្អជាមិនល្អណាជាគុណឬជាទោសណាបើជាទោសណាជាអន្តរាយជាវិនិច្ឆ័យជាទុក្ខយើងលះបង់ចោលយើងមិនធ្វើចឹងទៀតទេប៉ុន្តែបើអំពើដែលយើងធ្វើនោះបានផលល្អជាសុខជាចម្រើនទាំងយើងទាំងគេទាំងអស់គ្នាផងនឹងយើងខំពង្រឹងការបដិបត្តិការរស់នៅរបៀបហ្នឹងតទៅទៀតមើលបងប្រគុណម្ចាស់បានលើកមិញថាមុននឹងឈានចូលដល់ការប្រតិបត្តិមានន័យការពិសោធន៍យើងងាយស្ដាប់ការពិសោធន៍នឹងវាទាមទារការរៀនសិនព្រោះរៀននឹងគឺជាត្រីវិស័យមួយជាចក្ខុវិស័យមួយក្នុងការឈានទៅដល់ការប្រតិបត្តិមិនអញ្ចឹងគុំចាស់ចូលបើអញ្ចេះគុំចាស់បើសិនបើប្រតិបត្តិមុនតើបានយើងបញ្ច្រាស់វិញបើសិនបើចាប់ដើមយើងចាប់ដើមធ្វើតែម្ដងរួចហើយបានយើងទាញយកមកទ្រឹស្ដីជាស៊េរីវិញតើយ៉ាងម៉េចកុំឲ្យមានការផន់ច្រឡំច្រើនយើងមិនគួរយើងក៏ទៅចាប់ដើមអីទៅទេសោះតែម្នាក់ឯងនោះទេសូម្បីមនុស្សយើងទាំងអស់នៅគ្រប់ទិសទីហ្នឹងគ្រប់សម័យហ្នឹងសុទ្ធតែរៀនសូត្រតគ្នាទាញយកការពិសោធន៍ការចេះដឹងរបស់មនុស្សពីគ្រប់សម័យហ្នឹងមិនមែនរកឃើញអីតែមកចំនួនទេមកបងគឺរៀនសូត្រតគ្នាហ្នឹងបានចំណេះចេះដឹងហ្នឹងប៉ុន្តែចំណេះចេះដឹងខាងពុទ្ធសាសនានោះកាន់តែជ្រៅជ្រះដល់កំពូល
นะพวกបំផុតមកពការត្រាស់ដឹងរបស់ព្រះអង្គនោះមកពហើយសំបីខាងផ្លូវលោកនោះក៏ការចេះដឹងចំណេះទាំងអស់នោះគឺបានមកពីរៀនសូត្រតគ្នាទាញយកការពិសោធន៍របស់មនុស្សគ្រប់សម័យហ្នឹងណាគ្រប់ជំនាន់ហ្នឹងមកបងហើយបើយើងទៅចាប់ផ្ដើមពីទទេសោះតែម្នាក់ឯងហ្នឹងដូចជាមនុស្សវង្វេងក្នុងព្រៃអញ្ចឹងណាមកបងគ្មានអ្នកណាជួយដឹកដៃជួយប្រាប់ផ្លូវជួយណែនាំខ្លះវាខាតពេលច្រើនណាស់មកទៅណាមកបងការរៀបរកតែម្នាក់ឯងនោះមកណាឥឡូវយើង slash ពីការពិសោធន៍សិនចូលមកដល់ពាក្យមួយទៀតហៅថាបដិវេធៈគឺការចាក់ធ្លុះគុំចាស់ទៅជា analytical knowledge ចូលដល់ការវិភាគស៊ីជម្រៅមួយទៀតគឺបដិវេធៈនិងចូលដល់សាច់ការមួយទៀតគុំចាស់គឺផលចុះបានយ៉ាងម៉េចគុំចាស់ក្រោយពីរៀនសូត្រក្រោយពីពិសោធន៍ហើយចេញលទ្ធផលសម្រាប់ជីវិតយ៉ាងម៉េចប្រចាំថ្ងៃក្រោយពីបរិយត្តិរៀនសូត្រខាងទ្រឹស្ដីហើយមកជាការបដិបត្តិការពិសោធន៍បដិបត្តិហ្នឹងប្រតិបត្តិហ្នឹងមករួចបានចូលដល់បដិវេធៈការងារជាក់ស្ដែងហើយនឹងបដិវេធៈប្រែថាការចាក់ធ្លុះធម៌ប្រែថាការធ្វើឲ្យសម្រេចផលដែលកើតមកដែលជាលទ្ធផលណាជាអានិសង្សឬថាជាបុណ្យភាសាសាមញ្ញភាសាធម្មតាជាផលនៃការរៀនសូត្រនៃការបដិបត្តិនោះឲ្យបានជាការយល់ឃើញមើលឃើញការពិតតាមពិតបងប្អូនឲ្យកើតប្រាជ្ញាបងប្អូនឲ្យបានផលជាសុខជាចម្រើនណាជាមានគៀននៃជីវិតដ៏ត្រឹមត្រូវឥតខ្ចោះនោះទៅមកដោយសារតែការរៀនសូត្រនិងការបដិបត្តិនោះមកបានទៅជាបដិវេធៈដែលទៅជាផលមកជាការយល់ចាក់ធ្លុះគឺយល់ឃើញនៅការពិតតាមពិតជាសមាទិដ្ឋិណាបងប្អូនហើយរឿងជារឿងសំខាន់ក្នុងពុទ្ធសាសនាចង់ឲ្យមនុស្សមានបញ្ញាយល់ត្រូវនឹងមើលឃើញការពិតតាមពិតដើម្បីរំដោះខ្លួនឲ្យរួចពីសេចក្តីទុក្ខគ្រប់យ៉ាងដែលហៅថាបញ្ញាវិមុតតិណារួចដោយបញ្ញាបងប្អូនរួចដោយភ្លឺស្វាងបងប្អូនលែងមានការភ័ន្តច្រឡំលែងមានការយល់ខុសប្រកាន់ខុសធ្វើខុសអីទាំងអស់តទៅទៀតណាបងប្អូននឹងសំខាន់ណាស់តកតងនឹងការអប់រំបណ្ដុះបណ្ដាលផ្នែកផ្លូវចិត្តនៅផងខាងសមាធិវិបស្សនាដើម្បីបង្កើតប្រាជ្ញាជាន់ខ្ពស់នឹងហៅថាវិបស្សនាបញ្ញាហៅថាភាវនាមយៈបញ្ញាបងប្អូនគណៈសាធុគុំចាស់អរគុណច្រើនការប្រកាសគុំចាស់បាទដោយអនុលោមតាមពេលវេលាឈានចូលដល់ទីបញ្ចប់ហើយកម្មវិធីនេះនឹងវិលត្រឡប់មកជួបប្រគុណម្ចាស់អស់លោកស្រីនិងកញ្ញាតាមពីដំណងដដែលនៅវេលាថ្ងៃស្អែកជាបន្តទៅទៀតគណៈនេះខ្ញុំប្រកាសណាខ្ញុំបាទសូមអរគុណសូមគោរពលាបាទសូមស្វាគមន៍ការវិលត្រឡប់មកកាន់កម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះដែរប្រធានបទរបស់យើងនឹងផ្ដោតជាសំខាន់ទៅលើការព្យាបាលផ្លូវចិត្តមានន័យថាពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពផ្លូវចិត្តដោយសារតែបញ្ហានេះឥឡូវនេះពិសេសគឺលោកខាងលិចគេកំពុងតែផ្ដោតទៅលើការយកចិត្តទុកដាក់ក្នុងការអប់រំផ្លូវចិត្តស្របទៅតាមទិសដៅក្នុងព្រះពុទ្ធសាសនាដោយតម្លៃខ្លាំងមែនទែនក្នុងការអប់រំផ្លូវចិត្តព្រោះអ្វីក៏ដោយផ្ដើមចេញពីចិត្តហើយបើយើងប្រៀបធៀបឲ្យធ្វើការពិសោធន៍មើលទៅឃើញថាការរុករកផ្នែកស៊ីជម្រៅដល់ឬគល់ពីបញ្ហាផ្លូវចិត្តគឺមានព្រះពុទ្ធសាសនាដែរដែលចាត់ទុកថាជាសាសនាឯកក្នុងលោកដែលបើយើងមើលទៅមិនមានលទ្ធិណាមួយដែលនិយាយលម្អិតផ្លូវចិត្តដល់ទីជម្រៅដោយក្នុងព្រះពុទ្ធសាសនាទេអញ្ចឹងយើងងាកមកវិធានបទក្នុងនេះជាវិធានបទធំប៉ុន្តែសារទៅពេលវេលារបស់យើងមានកំណត់អញ្ចឹងខ្ញុំបាទនឹងរតនាប្រគុណម្ចាស់
យោហុតខេមចារោដែលធ្វើជីវិតមិនជាបន្តនៅថ្ងៃនេះពាក់ព័ន្ធទៅលើបញ្ហាដ៏ច្បាច់យកមួយផ្នែកតូចនៃសមត្ថភាពនាយកមករំគាយសេចក្តីប្រកេនចែកជូនដល់ប្រគុណម្ចាស់អស់លោកស្រីតាមដានជាបន្តដូចតទៅចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណម្ចាស់ដោយប្រគុណម្ចាស់បានចំណាយពេលសារជាថ្មីទៀតហើយវិធានបទនៅថ្ងៃដូចខ្ញុំកណាបានទូលនឹងជម្រាបប្រកេនដល់ប្រគុណម្ចាស់អស់លោកស្រីមិញហ្នឹងទៅលើបញ្ហាសុខភាពផ្លូវចិត្តព្រោះថាចិត្តនេះជារឿងធំគុណម្ចាស់ហើយជារឿងដែលពិបាកក្នុងការលូតដំទៅមែនទែនណាអញ្ចឹងដើម្បីធ្វើឲ្យចិត្តមានសុខភាពល្អទៅត្រូវធ្វើយ៉ាងម៉េចគុំចាស់ព្រោះឥឡូវនេះភាគច្រើនយើងច្រើនមើលរំលងចំពោះបញ្ហានេះដោយសារយើងគិតតែពីបញ្ហាសុខភាពផ្លូវកាយតែយើងបាត់ភ្លេចនឹកនាដល់បញ្ហាផ្លូវចិត្តដែលជារឿងស្នូលដែលជារឿងសំខាន់ក្នុងជីវិតរបស់យើងទៅវិញចុះក្នុងពុទ្ធសាសនាមានបង្រៀនវិធីម៉េចនេះគុំចាស់ដើម្បីគៀបចិត្តឲ្យល្អហើយឲ្យទៅត្រង់ជាឧជ្ជកម្មគុំចាស់ឲ្យទៅស្មើហើយត្រូវធ្វើយ៉ាងម៉េចអញ្ចឹងសូមរដ្ឋនាគុំចាស់ចម្រើនពរពេលមុនយើងបាននិយាយអំពីផ្លូវបប្រតិបត្តិណាបានសុខបានចម្រើនបានពរសន្តិភាពឲ្យបានរួចផុតจากសេចក្តីទុក្ខគ្រប់យ៉ាងហើយផ្លូវនោះមានរាប់ទាំងទានទាំងសិលទាំងភាវនាណាឬថាសិលសមាធិបញ្ញាហើយដូច្នេះនៅក្នុងរបៀបរស់នៅផ្លូវបប្រតិបត្តិក្នុងពុទ្ធសាសនាហ្នឹងមានផ្នែកមួយនោះសំខាន់ណាស់គឺការបណ្ដុះបណ្ដាលធ្វើឲ្យចម្រើនឬថាអភិវឌ្ឍខាងផ្លូវចិត្តមកផងហើយជួនកាលយើងសង្ខេតមើលជាទូទៅថាមានការយកចិត្តទុកដាក់ណាមានការប្រឹងប្រែងឬក៏ថាការបប្រតិបត្តិក្នុងរឿងហ្នឹងមានតិចណាស់នៅឡើយមកផងក្នុងចំណោមអ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងអញ្ចឹងយើងត្រូវនឹករឿងហ្នឹងឲ្យជាសំខាន់ហើយយើងបាននិយាយឲ្យថាចិត្តជាធំជាប្រធានជាអធិបតីលើអ្វីទាំងអស់លើកាយលើសម្ដីរបស់យើងទៀតមកបងជាអ្នកបញ្ជាជាមេបញ្ជាការធំដូច្នេះយើងត្រូវរវល់ចិត្តនឹងតាមពិតសំខាន់ជាងអ្វីទៀតទាំងអស់មកព្រោះអ្វីចាប់ផ្ដើមពីចិត្តមកបងការងារគ្រប់យ៉ាងអំពើគ្រប់យ៉ាងណាវិចាររបស់យើងនឹងគ្រប់យ៉ាងមានចិត្តជាអ្នកបញ្ជាទាំងអស់មកមានចេតនាជាអ្នកបញ្ជាទាំងអស់ប៉ុន្តែយើងមិនបានដឹងរឿងហ្នឹងមិនបានបណ្ដុះពង្រឹងសមត្ថភាពផ្នែកផ្លូវចិត្តហ្នឹងយើងមិនដឹងទេបងប្អូនស្មានតែអ្វីវាចេះទៅតាមចឹងទៅហូរចឹងទៅតាមទម្លាប់ចឹងទៅតាមគេតាមឯងចឹងទៅប៉ុន្តែតាមពិតអ្វីទាំងអស់មានចិត្តមួយមានចេតនាមួយជាអ្នកបញ្ជានៅពីក្រោយទាំងអស់មកបងដូច្នេះអ្នកបញ្ជាយ៉ាងណាអំពើទាំងអស់ហ្នឹងកាយវិចារហ្នឹងគឺទៅតាមហ្នឹងហើយមកបងសុខទុក្ខល្អអាក្រក់បុណ្យបាបគុណទោសឲ្យទាំងអស់ចាប់ផ្ដើមមកពីចិត្តបងប្អូនសន្តិភាពសង្គ្រាមណាហិង្សាអហិង្សាណាល្អអាក្រក់អីសពយ៉ាងទាំងអស់ចាប់ផ្ដើមមកពីចិត្តបងប្អូនដូច្នេះបើយើងដឹងចឹងហើយយើងគួរណាស់តែយកចិត្តទុកដាក់រវល់រៀនសូត្រប្រតិបត្តិខាងពង្រឹងខាងផ្លូវចិត្តហ្នឹងឲ្យបានច្រើនបងប្អូនហើយការបប្រតិបត្តិចម្រើនឬថាអភិវឌ្ឍខាងផ្លូវចិត្តហ្នឹងដែលហៅថាភាវនាហ្នឹងប្រែថាធ្វើឲ្យចម្រើនបងប្អូនចម្រើនខាងផ្លូវចិត្តភាវនាហ្នឹងសំដៅដល់សមាធិនិងវិបស្សនាបងប្អូនក្នុងពុទ្ធសាសនាគណៈមានវិធីធ្វើម៉េចគុំចាស់ដើម្បីធ្វើឲ្យចម្រើនផ្លូវចិត្តហ្នឹងមានរបៀបធ្វើមានយើងហៅពាក្យបច្ចេកទេសពាក្យ technique ណាបងប្អូនគឺរបៀបប្រតិបត្តិហ្នឹងយ៉ាងល្អិតណាយ៉ាងពិតប្រាកដហើយនឹងច្បាស់លាស់បងប្អូនមិនមែនប្រហែលទេណាបងប្អូនគឺថាមានរបៀបធ្វើមានកិច្ចដែលត្រូវធ្វើមានរបៀបបប្រតិបត្តិហ្នឹងត្រឹមត្រូវណាស់ត្រូវមានអ្នកចេះដឹងជាកល្យាណមិត្តជាគ្រូជាអាចារ្យដែលបានពិសោធន៍បានដឹងរឿងច្រើនហើយបានជួយប្រាប់ជួយណែនាំឲ្យបប្រតិបត្តិឲ្យបានត្រឹមត្រូវឲ្យបានផលបានអានិសង្សធ្វើចិត្តឲ្យស្ងប់នឹងធឹង
ធ្វើឲ្យកើតប្រាជ្ញាមកបងមានប្រាជ្ញាយល់ត្រូវនោះមកបងណាមើលឃើញការពិតតាមពិតមកបងទាំងអស់ហ្នឹងមានកម្មវិធីប្រតិបត្តិកម្មវិធីតិចកម្មវិធីវែងណាទៅតាមសេចក្តីជ្រះថ្លាទៅតាមលទ្ធភាពដែលម្នាក់អាចធ្វើបានឥឡូវនេះគេចូលចិត្តគេនៅពេញចិត្តពុទ្ធសាសនាច្រើនណាស់នៅក្នុងសកលលោកទាំងមូលជាពិសេសក្នុងចំណុចហ្នឹងចំណុចអប់រំផ្លូវចិត្តហ្នឹងពីព្រោះគេត្រូវការខ្លួនគេមានបញ្ហាទោះបីស្រុកណាមានសម្បូរហូរហៀដោយសម្ភារៈបច្ចេកទេសបង្កើតផលយ៉ាងណាច្រើនក៏មិនដោះស្រាយបញ្ហាជីវិតរកសុខរកសេចក្តីស្ងប់រកសន្តិភាពរកសេចក្តីពេញចិត្តក្នុងជីវិតនៅតែមិនបាននៅតែមានបញ្ហាច្រើនមានទុក្ខច្រើនបងប្អូនមានហិង្សាច្រើនកិលេសគ្រឿងសៅហ្មងនៃចិត្តមានលោភៈទោសៈមោហៈជាដើមនឹងមិនថយចុះដោយគ្រាន់តែបន្ថែមសម្ភារៈណាថែមមធ្យោបាយសម្រាប់រស់នៅខាងក្រៅនឹងថែមយ៉ាងណាក៏ដោយនៅតែមិនគ្រប់នៅតែមិនឆ្អែតនៅតែមិនស្កប់បងប្អូនហើយព្រះពុទ្ធសាសនាដឹងរឿងនឹងច្បាស់ណាស់ដឹងជាងណាទាំងអស់បងប្អូនចេះជាងគេក៏ទទួលស្គាល់ថាពុទ្ធសាសនាចេះដឹងរឿងនឹងលើសគេការត្រាស់ដឹងរបស់ព្រះពុទ្ធនឹងខ្ពស់ណាស់ក្នុងរឿងនឹងគេចេះមិនដល់ទេបងប្អូនខាងផ្នែកចិត្តសាស្ត្រខាងផ្នែកទស្សនវិជ្ជានឹងបងប្អូនខាងផ្នែកយល់ដឹងបញ្ហាមនុស្សដល់ជំរឿអស់ជើងបងប្អូនណាព្រះពុទ្ធបានរកឃើញហើយបងប្អូនហ្នឹងហើយនៅតែការពិសោធន៍នៅតែការប្រតិបត្តិអានេះគេយកទៅប្រើការអប់រំផ្លូវចិត្តសមាធិវិបស្សនានឹងជួយសង្គ្រោះមនុស្សដែលមានទុក្ខច្រើនបងប្អូនមានរោគមានជំងឺដែលធ្ងន់បងប្អូនមិនអាចព្យាបាលបានឬមានឈឺចាប់ច្រើនអីចឹងហើយដែលថ្នាំឱសថធម្មតានេះណាបងប្អូនមិនអាចគ្រប់គ្រាន់មិនជួយឲ្យបានស្ងប់ចិត្តឬក៏ថាបន្ថយការឈឺចាប់បងប្អូនសេចក្តីទុក្ខដែលមានខ្លាំងក្លាណាស់ណាបងប្អូននៅតាមមន្ទីរពេទ្យតាមមណ្ឌលព្យាបាលដល់ហើយគេយកវិធីនោះទៅប្រើបងប្អូននៅក្នុងមន្ទីរពេទ្យនៅក្នុង clinic រាប់រយរាប់ពាន់នៅក្នុងបច្ចឹមប្រទេសឥឡូវគេប្រើបងប្អូននៅទ្វីបអាមេរិកនៅអឺរ៉ុបអីហ្នឹងបងប្អូនគេប្រើកាន់តែច្រើនហើយមានអ្នកចិត្តសាស្ត្របងប្អូនគ្រូពេទ្យបណ្ឌិតច្រើនឡើងគាត់ចូលរួមបប្រតិបត្តិដែរគាត់ទៅជាគ្រូខ្លួនគាត់នឹងបងប្អូនកាន់តែច្រើនហើយគាត់ជួយអ្នកជំងឺហើយគាត់ជួយអប់រំបណ្ដុះបណ្ដាលអ្នកដទៃទៀតបានទៀតលោកបានរៀនសូត្របានបប្រតិបត្តិច្រើនទៅលោកយល់លោកអាចជួយគេបានមើលបងផ្សំជាមួយនឹងនៃបច្ចេកទេសនៃបែបប្រចាំប្រទេសខាងព្យាបាលរោគផ្លូវកាយផ្លូវចិត្តទាំងអស់នឹងផងមិនអញ្ចឹងបងប្អូនកម្មវិធីព្រះពុទ្ធសាសនានៅថ្ងៃនេះវិលត្រឡប់មកជួបប្រគុណម្ចាស់អស់លោកស្រីនាងកញ្ញាតាមពេលវេលាម៉ោងដដែលនៅថ្ងៃស្អែកជាបន្តទៀតគណៈនេះខ្ញុំបកករណាខ្ញុំបាទសូមអរគុណសូមគោរពលា បាទសូមស្វាគមន៍ការវិលត្រឡប់មកកាន់កម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះដែរដែលមានការនិមន្តចូលរួមពីសម្ដេចព្រះគុណម្ចាស់យហុតខេមចារោគូនវត្តលង្កាព្រះកុសមារាមនៃរាជធានីភ្នំពេញរបស់យើងនេះហើយវិធានបទថ្ងៃនេះគឺជាវិធានបទដ៏ធំមួយប៉ុន្តែក្នុងពេលនេះដោយសារតែពេលវេលារបស់យើងមានកំណត់ត្រឹមតែ10នាទីមានន័យថាខ្លីពេកដូច្នេះក៏នៅច្បិចលើកយកតែមួយចំណុច ប្រធានបទថ្ងៃនេះនិយាយអំពីបញ្ហាធម្មយាត្រាដោយសារតែធម្មយាត្រាហ្នឹងគឺជារឿងមួយធំសម្បើមហើយភាគច្រើនចា៎យើងមើលរំលងអំពីពាក្យធម្មយាត្រានេះយើងមើលទៅហាក់ដូចជាការដើរជាធម្មតាហើយបើតាមន័យរបស់ពាក្យនេះគឺដើរដោយធម៌តើដោយធម៌នឹងដើរយ៉ាងម៉េចធម្មៈហ្នឹងអញ្ចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះគុណម្ចាស់
ដោយគុំចាស់បានចំណាយពេលរបស់ព្រះអង្គដ៏មានតម្លៃទៀតហើយក្នុងការនិមន្តចូលរួមក្នុងកម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះហើយដើម្បីកុំឲ្យខាតពេលយូរខ្ញុំកណាតាំងជាសំណួរឡើងតែម្ដងគុំចាស់ដោយនៅរូបខាងក្រោយបកគោលចំនួន3នៅខាងក្រោយគឺសិតសឹងតែនិយាយអំពីពាក្យថាសន្តិភាពក្នុងនោះក៏មានភាសាធំក្នុងលោកក៏ច្រើនណាស់ដែរដូចជាជប៉ុនដូចជាអាល្លឺម៉ង់ដោយរហូតដល់មានភាសាអារ៉ាប់អង់គ្លេសបារាំងនោះផងដែរអ្វីដែលខ្ញុំកណាចាប់អារម្មណ៍គឺក្នុងនោះមានពាក្យធម្មយាត្រាមួយនៅក្នុងរង្វង់នៃបកគោលទាំងនេះគុំចាស់អញ្ចឹងខ្ញុំកណាចង់ប្រគុំចាស់រំគាយវែកសេចក្តីបន្តិចថាតើស្អីគេធម្មយាត្រាគុំចាស់ណាអញ្ចឹងសូមរដ្ឋាធម្មយាត្រាមកពោយាត្រាប្រែថាការដើរណាធ្វើដំណើរទៅមុខហើយធម្មតាមកន្លងធម៌ក្នុងព្រះធម៌ប្រកបដោយធម៌មកពោណាដើរក្នុងធម៌ណាហើយមានអ្នកខ្លះនោះស្ដាប់បានថាធម្មយាត្រាដើម្បីសន្តិភាពមកពោណាសម្ដេចព្រះមហាឃោសានន្ទដែលជាមគ្គុទ្ទេសក៍នៃធម្មយាត្រាដ៏ល្បីល្បាញក្នុងសកលលោកហើយនៅកម្ពុជាយើងនេះណាលោកធ្លាប់បញ្យល់ថែមដែរថាធម្មយាត្រាមិនមានន័យត្រឹមតែការដើរដើម្បីសន្តិភាពទេន័យចំនោះគឺថាដើរក្នុងសន្តិភាពគឺថាប្រព្រឹត្តណាធ្វើការអ្វីសពយ៉ាងក្នុងសន្តិភាពបងប្អូននឹងបានន័យនឹងចំល្អបងប្អូនមិនមែនគ្រាន់តែដើរទេហើយមិនមែនដើម្បីតែសន្តិភាពនៅក្រៅទេគឺសន្តិភាពខ្លួនឯងនឹងក្នុងខ្លួនឯងនឹងក្នុងចិត្តរបស់ខ្លួននឹងបងប្អូនក្នុងអំពើរបស់ខ្លួនក្នុងសម្ដីរបស់ខ្លួននឹងរឿងនេះជារឿងសំខាន់យើងបាននិយាយអំពីការអប់រំផ្លូវចិត្តខាងសមាធិវិបស្សនាក៏ក្នុងន័យនឹងដែរបងប្អូនដើម្បីឲ្យយើងមានចិត្តសន្តិភាពក្នុងឯងបងប្អូនចិត្តប្រកបដោយប្រមវិហារធម៌មេត្តាករុណាមុទិតាឧបេក្ខាជាចិត្តសន្តិភាពបងប្អូនហើយទៅជាមួយនឹងបញ្ញាបងប្អូនធម្មយាត្រានឹងបងប្អូនអញ្ចឹងយើងដើរនេះយើងដើរក្នុងបំណងថាបបួលណាណែនាំគេយើងគ្រប់គ្នាទាំងអស់ហ្នឹងឲ្យរៀនរស់នៅក្នុងជីវិតសន្តិភាពបងប្អូនឲ្យរស់នៅក្នុងសន្តិភាពឲ្យធ្វើការក្នុងសន្តិភាពឲ្យដោះស្រាយបញ្ហាគ្រប់យ៉ាងដោយសន្តិភាពបងប្អូនដោយសន្តិវិធីនេះឯងជាគំនិតជ្រាលជ្រៅរបស់ធម្មយាត្រានឹងបងប្អូនចំណុចនេះខ្ញុំកណាឃើញបកគោលនឹងខាងក្រោយនោះមានតសេចេះគឺម្ចាស់ជាភាសាដទៃអញ្ចឹងតសេថាសូមឲ្យសន្តិភាពចូលកើតមានចូលតាំងនៅក្នុងលោកនៅក្នុងលោកកណាអញ្ចឹងដើម្បីឲ្យតាំងនៅក្នុងលោកបានតើផ្ដើមពីស្អីទៅមុនគុំចាស់ដើម្បីឲ្យមានសន្តិភាពនៅក្នុងលោកហើយជាការចាំបាច់ត្រូវធ្វើឲ្យមានសន្តិភាពនៅក្នុងចិត្តរបស់បុគ្គលម្នាក់មកអាត្មាសូមជម្រាបថាសូមរំលឹកធម៌មួយរូបមន្តមួយដែលតែងតែសម្ដែងដែលតែងតែចែកផ្សាយហើយដាក់នៅលើបដាដង្ហែពេលធម្មយាត្រាដែរមានរូបមន្តមួយនៅពេលដែលកម្ពុជាកំពុងតែខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពបងប្អូនហើយនឹងដើម្បីពង្រឹងសន្តិភាពយើងថាសេចក្តីទុក្ខរបស់ប្រជាពលរដ្ឋខ្មែរមានទំហំដ៏ធំធេងមើលឃើញសេចក្តីទុក្ខនេះនាំឲ្យមានមហាករុណាគឺសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបងប្អូនដ៏ធំមហាករុណានាំឲ្យចិត្តសុខសាន្តបងប្អូនកាលណាមានមហាករុណាចិត្តដែលអាណិតអាសូរនឹងជាចិត្តសុខសាន្តចិត្តសន្តិភាពបងប្អូនមហាករុណានាំឲ្យចិត្តសុខសាន្តចិត្តសុខសាន្តនាំឲ្យបុគ្គលសុខសាន្តបុគ្គលសុខសាន្តនាំឲ្យគ្រួសារសុខសាន្តគ្រួសារសុខសាន្តនាំឲ្យសហគមន៍សុខសាន្តសហគមន៍សុខសាន្តនាំឲ្យជាតិសុខសាន្តសន្តិភាពបងប្អូនហើយបើជាតិមួយសន្តិភាពនៅសុខសាន្តក៏នឹងនាំឲ្យមានសន្តិភាពនៅក្នុងសកលលោកដែរបងប្អូនហើយយើងមើលឃើញថា
សន្តិភាពចាប់ផ្ដើមពីក្នុងចិត្តរបស់យើងមកបងចាប់ផ្ដើមពីបុគ្គលម្នាក់មកបងហើយទៅដល់គ្រួសារដល់សហគមន៍ដល់ជាតិទាំងមូលដល់មនុស្សលោកដូច្នេះយើងត្រូវបប្រតិបត្តិអប់រំចិត្តរបស់យើងនឹងឲ្យទៅជាចិត្តសន្តិភាពចិត្តសុខសាន្តជាបុគ្គលសន្តិភាពដើម្បីឲ្យមានសន្តិភាពនៅក្នុងសង្គមនៅប្រទេសជាតិនៅក្នុងមនុស្សលោកផងបាទគណៈប្រគំចាក់បានលើកមិញថាដើម្បីឲ្យជាតិឲ្យសហគមន៍ឲ្យគ្រួសាររហូតដល់ពិភពលោកសុខសាន្តត្រូវមានសន្តិភាពដែលផ្ដើមចេញពីបុគ្គលមិនចឹងកុំចាស់អញ្ចឹងការកកើតការឧបដិកនៅរឿងនេះឡើងផ្អែកតាមទ្រឹស្ដីពុទ្ធសាសនាតើធ្វើឲ្យបុគ្គលមានសន្តិភាពបានធ្វើឲ្យចិត្តមានសន្តិភាពបានត្រូវមានកត្តាស្អីខ្លះកុំចាស់យើងរស់នៅតាមកន្លងផ្លូវកណ្ដាលមជ្ឈិមបដិបទាទានសិលភាវនាឬថាសិលសមាធិបញ្ញានឹងតាមពិតនេះឯងហើយជាជីវិតសន្តិភាពបងហ្នឹងគឺថារស់នៅដោយមានព្រមវិហារធម៌មានសិល5ជាដើមបងប្អូនហើយទាននេះក៏នៅនឹងដែរក្នុងសេចក្តីស្រឡាញ់សេចក្តីអាណិតអាសូរណាបងប្អូនចេះចែករំលែកចែកគ្នារស់បងប្អូនទាំងអស់គ្នាខាងផ្នែកសិលផ្នែកទាននៅជាមួយគ្នានឹងហើយសមាធិវិបស្សនាគឺការអប់រំចិត្តបងប្អូនឲ្យចិត្តស្ងប់ចិត្តនឹងធឹងហើយឲ្យកើតបញ្ញាឲ្យមានបញ្ញាយល់ត្រូវបងប្អូននេះជាសមាទិដ្ឋិសមាសង្កបៈដែលអញ្ចឹងទៅធាតុទាំងអស់ហ្នឹងបងប្អូនណាដែលនាំឲ្យមនុស្សម្នាក់ទៅជាមនុស្សសន្តិភាពបងប្អូនហើយបើមនុស្សសន្តិភាពបុគ្គលសន្តិភាពនឹងជួយឲ្យសកលលោកទាំងមូលនឹងសន្តិភាពព្រោះទៅថាសកលលោកយើងហៅថាជាតិហ្នឹងគឺបូកយើងមួយនឹងឲ្យបានច្រើនទៅជាសហគមន៍ច្រើនទៅជាសង្គមជាតិណាបងប្អូនជាតិច្រើនទៅជាមនុស្សលោកពិភពលោកបងប្អូនតាមពិតចាប់ពីមួយហ្នឹងបងប្អូនទោះតែមួយហ្នឹងល្អសន្តិភាពទៅបានច្រើនទាំងអស់នោះបានសន្តិភាពដែរមិនចឹងបងប្អូនបូកចូលគ្នាតាយើងទៅនឹកថាដើម្បីឲ្យមានសន្តិភាពក្នុងសង្គមជាតិអីទាំងអស់នោះសុខសប្បាយសុខសាន្តយើងទៅចាប់ផ្ដើមពីចិត្តរបស់យើងពីយើងម្នាក់នឹងឯងនៅកុំភ្លេចរឿងហ្នឹងជារឿងសំខាន់ណាស់បងប្អូនអញ្ចឹងបានថានៅក្នុងការបដិបត្តិផ្នែកភាវនាគឺបណ្ដុះបណ្ដាលផ្លូវចិត្តយើងហ្នឹងធ្វើឲ្យចម្រើនខាងផ្លូវចិត្តហ្នឹងគឺថាគោលការណ៍បដិបត្តិហ្នឹងគឺថាធ្វើឲ្យមនុស្សស្គាល់ខ្លួនឯងបងប្អូនស្គាល់ខ្លួនឯងឲ្យមានសតិសម្បជញ្ញៈភ្ញាក់រលឹកស្គាល់ខ្លួនឯងមើលខ្លួនឯងបងប្អូនហើយនៅដើម្បីបណ្ដុះបណ្ដាលកែលម្អខ្លួនឯងហ្នឹងបងប្អូននឹងឲ្យបានល្អប្រសើរឡើងហើយដើម្បីរំដោះខ្លួនឯងបងប្អូនឲ្យរួចពីចំណងមារួចពីកិលេសគ្រឿងសៅហ្មងឲ្យបន្ថយហើយរហូតដល់ឲ្យរួចទាំងអស់ពីកិលេសគ្រឿងសៅហ្មងមានលោភៈទោសៈមោហៈនឹងបងប្អូនដែលជាឫសគល់ដែលជាមូលដ្ឋានដែលជាហេតុនៃបញ្ហានៃសេចក្តីទុក្ខគ្រប់យ៉ាងទាំងអស់បងប្អូនអញ្ចឹងតាមប្រគំម្ចាស់បានលើកមិញថាដើម្បីដោះស្រាយកង្វល់ជារួមដែលពាក្យបច្ចេកទេសក្នុងពុទ្ធសាសនាលោកប្រើពាក្យថាកិលេសមិនអញ្ចឹងកុំចាស់ភាពសៅហ្មងទាំងអស់នៅក្នុងលោកក្នុងជីវិតក្នុងរបស់យើងរាល់ថ្ងៃនេះយើងត្រូវសម្អាតពីក្នុងមកណាអញ្ចឹងវិធីនេះប្រគំម្ចាស់បានលើកថាវាមានវិបស្សនាសិលសមាធិបញ្ញាឆ្នាំ3ក្របនឹងបងប្អូនដើម្បីយកទៅព្យាបាលរោគមេរោគដែលធំជាងគេបងអស់ហ្នឹងសត្រូវដ៏ធំជាងគេបងអស់ហ្នឹងបងប្អូនដែលនៅក្នុងចិត្តរបស់យើងម្នាក់ហ្នឹងគឺលោភៈទោសៈមោហៈហ្នឹងឯងបងប្អូនកម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះឈានចូលដល់ទីបញ្ចប់ទៅហើយកម្មវិធីនេះនឹងវិលត្រឡប់មកជួបប្រគុណម្ចាស់អស់លោកស្រីនិងកញ្ញាតាមពេលម៉ោងដដែលនៅវេលាថ្ងៃស្អែកជាបន្តទៀតគណៈនេះខ្ញុំកណាខ្ញុំបាទសូមអរគុណសូមគោរពលា